សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមក review ម្ហូបជប៉ុនបែប sushi ឲ្យបងប្អូនទស្សនានិង rate ឲ្យបងប្អូនមើលតាមម្ហូបនីមួយៗចូលដល់ម្ហូបទី1ឈ្មោះថាអូនីជប៉ុនហើយក្នុងចានហ្នឹងគឺខ្ញុំ order ចំណុះ400ក្រាមហើយអូនីហ្នឹងគឺយើងយកមកបន្ទាប់ជាមួយនឹងសារាយហើយដាក់ទឹកស្អៀវតិចៗទៅបើតាមចិត្តខ្ញុំបានថែមបាយសតិចក៏តើល្អហ្មងនិយាយទៅនឹកឃើញបាយសរហូតហើយកុំឆ្ងល់ថាលើមិនឡើងសាច់ម៉េះអញ្ចឹងកុំបង្អោយយូរទៅមើលទឹកមុខដាក់ចូលអូនីនៅក្នុងមាត់ដល់ហើយគាត់ថាវា fresh វាផ្អែមខ្លាំងមែនតើមិនអាចបរិយាយបានមើលទឹកមុខទៅក៏ដឹងដែរថាឆ្ងាញ់ប៉ុណ្ណាអូនេះគឺខ្ញុំ rate ឲ្យ10លើ10ព្រោះវាជា my favorite របស់ខ្ញុំចូលមកដល់មុខម្ហូបទី2គឺ oyster ជប៉ុន oyster នោះអត់ឆ្អាបទេដោយសារតែគេលាយជាមួយនឹង sauce ពងថៃសាម៉ុនជាមួយនឹងរសជាតិគេដាក់ក្នុងនោះហើយដាក់ចូលមួយម៉ាត់ចូលក្នុងមាត់គឺថាអូយផ្អែមឆ្ងាញ់ fresh មែនតើមកឡើងស្រស់ហ្មង oyster នេះខ្ញុំឲ្យ rate 9លើ10ពីព្រោះនាងខ្ញុំនេះគឺថាមានការចូលចិត្ត oyster ជាខ្លាំងថា oyster ខ្មែរ oyster ជប៉ុនបែបខ្មែរបែបជប៉ុនគឺថាខ្ញុំចូលចិត្តញ៉ាំគ្រប់មុខហ្មងចូលចិត្តខ្លាំងម្ហូបទី3គឺ scallop scallop នោះគឺវា fresh មែនតើណាបងប្អូនហើយដាក់ចូលក្នុងមាត់ទៅគឺទន់អលីចូលហ្មងគឺរសជាតិឆ្ងាញ់ខ្លាំងខ្ញុំឲ្យ8លើ10អូយនិយាយទៅខ្ញុំឲ្យ rate ច្រើនដោយសារតែខ្ញុំចូលចិត្តញ៉ាំបែបម្ហូបជប៉ុនអីចឹងគឺខ្ញុំចូលចិត្តខ្លាំងហ្មងនេះចូលដល់ម្ហូបទី4គឺគេហៅថាងាវដែរនឹងងាវអីទេប៉ុន្តែវាអត់មានឈាមវាអត់មានឆ្អាបអីទាំងអស់ហើយដាក់ចូលក្នុងមាត់ទៅវាច្របខាំទៅសុបឆប់ស្រួយអានោះគឺខ្ញុំឆ្ងាញ់ដែរខ្ញុំឲ្យ8លើ10ដែរបន្ទាប់មកក៏ដាក់ស្រាយតិចទៅស្រាយនោះវាប្រៀបដូចជាប្លែយើងញ៉ាំទៅកុំឲ្យវាតលន់អីចឹងហើយចូលដល់មុខម្ហូបទី5គឺជាមឹកគេមានមឹកមានឈ្មោះគេតែដឹងមឹកអីដល់តែវាក៏ឆ្ងាញ់ដែរខ្ញុំឲ្យ7លើ10វាសាច់តុនហើយក៏ស្រួយដែរឥឡូវចូលមកដល់អូនីទៀតហើយនិយាយទៅខ្ញុំរៀងញ៉ាំអូនីនឹងច្រើននេះសារតែខ្ញុំចូលចិត្តវាខ្លាំងហ្មងមិនអាចបរិយាយបានគឺខ្ញុំចិត្តវាខ្លាំងមែនតើសូម្បីតែកម្មប្រមាសមុទ្រខ្ញុំចូលចិត្តដែរតែគ្រាន់អូនីនឹងវាមកពីជប៉ុនវាហត់តែ fresh ទៀតចឹងអានេះខ្ញុំអត់មានអី rate បន្ថែមទៀតទេដោយសារតែមានម្ហូបក្រោយផ្សេងទៀតខ្ញុំញ៉ាំបានពី3មុខបន្ថែមទៀតប៉ុន្តែពេលហ្នឹងផ្លេចថតទៅគាត់ថាជ្រុលលេខផ្លេចថតក៏អត់ថតហ្មងទៅអញ្ចឹងបងប្អូនអាចមកទស្សនាវីដេអូខ្ញុំញ៉ាំបន្តទៀតបានផ្លេចប្រាប់នៅមានស្រាប្រទេសស្រាសាកេអីនឹងហើយនឹងស្រាជប៉ុនដែរអូយមកថតហ្នឹងខ្ញុំផឹកតែម្នាក់ឯងដាក់ទៅអើយគឺថាងាងហ្មងគេថាបងនឹងស្រួលផឹកតែនឹងស្រួលផឹកមែនតែគ្រាន់ទឹកមុខនឹងអាចបញ្ជាក់បានគឺថាវារៀង strong ដែរអញ្ចឹងប៉ុន្តែវាដើរជាមួយនឹង sushi ហ្នឹងហើយពេលយើងផឹកស្រាហ្នឹងហើយយើងញ៉ាំជាមួយ sushi គឺថាវាដើរខ្លាំងមែនតើហើយសម្រាប់ហាងដែលខ្ញុំញ៉ាំ sushi នេះគឺនៅម្ដុំបឹងកេងកងឈ្មោះហាងគឺឈ្មោះ Sushi Lab ចាគេមាននៅជាន់ខាងក្រោមខ្ញុំញ៉ាំនៅជាន់ខាងលើអានឹងបែបជុំតែនៅជាន់ខាងក្រោមដូចសេរីនៅអូម៉ាកាសេចឹងគឺមានតុកហើយមាន chef គេចំអិននៅមុខយើងហើយញ៉ាំអញ្ចឹងហ្នឹងហើយប៉ុន្តែអានឹងតកក់ពីម៉ោង3ម៉ោង4អីអានឹងខ្ញុំសួរទៅបុគ្គលិកទៅបើថាអត់កក់ម៉ោង3ម៉ោង4ទេគឺថាអត់មានកន្លែងអង្គុយទេគឺ full រាល់ថ្ងៃហ្មងអូខេចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនអាចទៅទស្សនាការញ៉ាំរបស់ខ្ញុំបន្តទៀតបានចាអូខេ let's go